ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតការវគ្គមុនក្រុមរបស់ Luffy បានទៅដល់ទីក្រុង Locktown ដើម្បីទិញសម្ភារៈប្រើប្រាស់និងស្បៀងអាហារបន្ថែមទៀតមុននឹងពួកគេចេញដំណើរទៅ Grand Line ហើយវគ្គនេះយើងចាប់ផ្ដើមពីសានជីដែលពេលនេះគាត់បានដើរទៅដល់ផ្សារត្រីក្នុងនាមជាចុងភៅគ្មានអីតាក់ចិត្តសានជីជាងគ្រឿងផ្សំសម្រាប់ធ្វើម្ហូបទេនៅពេលនោះមានគេចាប់បានត្រីដំរីកម្រមួយប្រភេទយកទៅកាន់ទីនោះហើយគ្រាន់តែឃើញត្រីនោះភ្លាមសានជីសុំទិញផ្លែតែអ្នកលក់គេអត់លក់ឲ្យទេព្រោះគេទុកវាធ្វើជារង្វាន់ធំក្នុងការប្រកួតប្រជែងធ្វើម្ហូបដែលចាប់ផ្ដើមនៅល្ងាចនេះចៃដន្យរឿងធ្វើម្ហូបហ្នឹងក៏ជាជំនាញរបស់សានជីដែរអញ្ចឹងគាត់ក៏ចូលរួមប្រឡងជាមួយគេមុនពេលការប្រឡងចាប់ផ្ដើមអ៊ូសាប់និងណាមីក៏បានធ្វើដំណើរទៅដល់ទីនោះហើយអ៊ូសាប់បានស្រែកហៅសានជីពីចម្ងាយនៅពេលនោះសានជីសប្បាយចិត្តណាស់ពេលឃើញណាមីទៅជួយលើកទឹកចិត្តគាត់អញ្ចឹងហើយក្រោយមកទើបសានជីចាប់អារម្មណ៍អ៊ូសាប់តាមក្រោយរួចមកពីកាប្រូយីធ្វើមើលឃើញអាបកាច់មិនយើងស្រែកហៅឯងណាព្រឹត្តិការណ៍ក្នុងការប្រឡងធ្វើម្ហូបនៅពេលនោះមិនសូវជាមានអីគួរចាប់អារម្មណ៍ទេយើងគ្រាន់តែដឹងថាសានជីគឺជាអ្នកឈ្នះទៅបានហើយបន្ទាប់មកពួកគេបានសាយរង្វាន់ធំដែលជាត្រីដំរីត្រឡប់ទៅកាន់ទូកវិញហើយនៅតាមផ្លូវណាមីមើលដឹងថាចិត្តកាត់ព្យុះហើយអញ្ចឹងពួកគេត្រូវប្រញាប់បន្តិចងាកទៅមើល Luffy ហើយនិង Zoro វិញពេលពួកគេកំពុងតែដើរសុកស្រាប់តែខ្យល់បក់មួករបស់ Luffy ប៉ានទៅឆ្ងាយហើយនៅពេលនោះ Luffy បានរត់តាមរើសមួកគាត់វិញរហូតដល់ទីលានប្រហារជីវិត Gold Roger ទីបំផុត Luffy បានឡើងទៅដល់លើវេទិកាប្រហារជីវិតហើយបានមើលឃើញទស្សនភាពដែល Gold Roger បានឃើញមុនពេលគាត់ស្លាប់ប៉ុន្តែមិនយូរប៉ុន្មានមានមន្ត្រីនគរបាលម្នាក់មើលឃើញគាត់ហើយស្រែកគំរាមគាត់តាមមេក្រូឲ្យបញ្ញាប់ចុះមកវិញរួចចាំបាច់គំរាមពេលសុំគេធ្វើអីមួយនិយាយឲ្យព្រោះស្ដាប់តិចមកបន្តមកនៅសុកស្រាប់តែមន្ត្រីនគរបាលម្នាក់នោះត្រូវបានស្រីស្អាតម្នាក់ប្រើដបងបន្លាវាយឲ្យស្លាប់ស្រីស្អាតម្នាក់នោះស្គាល់ Luffy ច្បាស់ណាស់ហើយនាងនិយាយថា Luffy នឹងធ្លាប់ធ្វើខុសចំពោះនាងទៀតយីច្រឡំមនុស្សអីចាតាមពិតមិនមែនច្រឡំទេស្រីស្អាតម្នាក់នោះគឺ Alvida ដែលកាលពីមុននាងកម្មាប់ហើយត្រូវបាន Luffy ដាល់ចំក្បាលពោះម្ដាយឃ្លាតទៅយ៉ាងឆ្ងាយមូលហេតុដែលពេលនេះនាងស្គមហើយស្អាតគឺដោយសារតែនាងបានញ៉ាំផ្លែឈើពិសេសមួយដែលមានឈ្មោះថា Smooth Fruit ផ្លែឈើនោះមិនត្រឹមតែធ្វើឲ្យនាងស្អាតទេថែមទាំងធ្វើឲ្យរាងកាយរបស់នាងរអិលរបស់អីក៏មិនអាចប៉ះខ្លួនរបស់នាងបានដែរហើយនៅពេលនេះនាងបានរួមគ្នាជាមួយក្រុមរបស់បាគីដើម្បីតាមសងសឹក Luffyគ្រាន់តែបាគីទៅដល់ទីនោះភ្លាមប្រជាជននាំគ្នាខ្លាចគាត់ហើយផ្អើលរត់អស់ពេលនោះផងដែរកូនចៅរបស់បាគីម្នាក់ឈ្មោះខាបាជីបានលួចទៅដាក់អន្ទាក់ Luffy ជាប់ក្នុងពេលជាមួយគ្នាព័ត៌មានដែលថាក្រុមចៅសមុទ្របានទៅជុំគ្នានៅទីលានប្រហារជីវិតបានដឹងទៅដល់ Captain Smoker ហើយគាត់បានដាក់បញ្ជាឲ្យកងម៉ារីនទាំងអស់ឡោមព័ទ្ធពួកគេទាំងផ្លូវទឹកនិងផ្លូវគោកធ្វើយ៉ាងណាកុំឲ្យពួកគេគេចខ្លួនបានឲ្យសោះចំណែកក្រុមរបស់ Luffy ក៏បានដឹងរឿងនេះដែរហើយ Zoro និង Sanji ក៏ប្រញាប់ចេញទៅជួយ Luffy និយាយពី Luffy វិញពេលនេះបាគីកំពុងតែរៀបចំប្រហារជីវិតគាត់ហើយ Captain Smoker កំពុងតែឈរមើលពីចម្ងាយមិនទាន់លូកដៃអីទេគាត់ទុកឲ្យក្រុមចៅសមុទ្រឆ្លោះកាប់ចាក់គ្នាអស់ចិត្តសិនចាំគាត់ចូលទៅបិទគូតតាមក្រោយកុំឲ្យខាតបន្តមក Zoro ហើយនៅ Sanji ក៏បានទៅដល់ហើយ Luffy សប្បាយចិត្តណាស់ក៏បានស្រែកហៅឈ្មោះពួកគេពេលឮអញ្ចឹង Tatsuki ទុំដឹងថាមនុស្សដែលនាងជួបព្រឹកមិញហ្នឹងតាមពិតគឺ Zoro នៅពេលនោះ Zoro ហើយនៅ Sanji បានសម្រុកចូលទៅជួយ Luffy តែដូចជាមិនទាន់ពេលទេប៉ុន្តែទោះជាអញ្ចឹងក៏ដោយក៏ Luffy នៅតែស្ញាញ់ចេញទៀតធ្វើ Captain Smoker ភ្ញាក់ផ្អើលណាស់គិតថា Luffy ហ្នឹងដូច Gold Roger ព្រឹត្តិការណ៍បន្តទៀតពិតជាមិនគួរឲ្យជឿសោះនៅពេលនោះរន្ទះបានបាញ់ត្រូវបាគីជួយសង្គ្រោះ Luffy ឲ្យរួចផុតពីស្លាប់បន្តមក Captain Smoker បានបញ្ជាឲ្យកងម៉ារីនរបស់គាត់ចូលទៅឡោមព័ទ្ធចាប់ពួកគេហើយមិនអាចនៅយូរបានទៀតទេក្រុមរបស់ Luffy ក៏បានវាយដំណោះខ្លួនចេញពីទីនោះសម្ដៅទៅកាន់ទូករបស់ពួកគេវិញចំណែកក្រុមរបស់បាគីហើយនិង Alvida ត្រូវបាន Captain Smoker ចាប់បានទាំងអស់ Captain Smoker ក៏ធ្លាប់បានញ៉ាំផ្លែឈើពិសេសមួយដែរដែលគេហៅថា Plum Fruit ហ្នឹងជួយឲ្យ Captain Smoker ប្រើខ្លួនរបស់គាត់ទៅជាផ្សែងបានបន្តមកគេបានកាត់ទៅមើលកូនចៅរបស់បាគីម្នាក់ទៀតឈ្មោះ Mochi ហើយនៅសាតារបស់គាត់ឈ្មោះ Richie Mochi កំពុងតែព្យាយាមប្រើឈើគូសដើម្បីដុតទូករបស់ Luffy ចោលតែចៃដន្យនៅពេលនោះមេឃភ្លៀងខ្លាំងឈើគូសឆេះហើយក៏លុតវិញភ្លាមចំណែកតោ Richie ក៏កំពុងតែឃ្លានខ្លាំងដែរគ្មានអារម្មណ៍ធ្វើការទេបន្តមកទៀតណាមីហើយនៅ Usopp បានទៅដល់ហើយ Mochi បានបញ្ជាឲ្យតោ Richie របស់គាត់ទៅចាត់ការពួកគេពេលនោះ Usopp បានទាញយកពងទាមួយគ្រាប់ទៅបាញ់តោ Richie តែដោយសារតែទឹកភ្លៀងធ្វើគាត់រអិលដៃពងទានោះក៏បានធ្លាក់ទៅលើដីចៃដន្យតោ Richie កំពុងតែឃ្លានខ្លាំងផងស៊ីសិនចាំធ្វើការទៀតបន្តិចក្រោយមកកងបរិញ្ញាមួយក្រុមតូចបានទៅដល់ទីនោះហើយបានបើកការបាញ់ប្រហារទៅលើពួកគេក្នុងពេលជាមួយគ្នា Luffy Sanji ហើយនិង Zoro ក៏កំពុងតែរត់ចេញពីក្រុងផងដែរនៅពេលនោះ Tatsuki បានមកស្ទាក់ដំណើរពួកគេហើយនាងខឹង Zoro ខ្លាំងណាស់ដែលកុហកនាងប៉ុន្តែ Zoro បានប្រកែកថាគាត់មិនបានកុហកទេមកពីនាងមិនដែលសួរឈ្មោះគាត់តែប៉ុណ្ណោះទោះជាយ៉ាងណា Tatsuki មិនឲ្យ Zoro រួចខ្លួនទេហើយពួកគេក៏បានប៉ះទង្គិចគ្នាពេលនោះ Sanji ដែលតែងតែកាន់ជើងខាងស្រីបានព្រមាន Zoro ថាបើសិនជា Zoro ហ៊ានធ្វើអីនាងច្បាស់ជាដឹងគ្នាជាមួយគាត់ហើយការប្រយុទ្ធគ្នារវាង Tatsuki ហើយនិង Zoro នៅពេលនោះគឺ Zoro ជាអ្នកឈ្នះប៉ុន្តែ Zoro មិនបានធ្វើអី Tatsuki ទេធ្វើឲ្យ Tatsuki កាន់តែខឹង Zoro ថែមទៀតពេលនោះនាងសួរ Zoro ថាមកពីនាងជាស្រីមែនបាន Zoro លើកលែងឲ្យនាងហើយអាការអន់ចិត្តថាខ្លួនឯងជាស្រីនឹងក៏ដូចគ្រូអ៊ីណាទៀតយើងតាមទៅមើល Luffy ហើយនិង Sanji វិញពេលពួកគេរត់បានមកស្ទុះទៀតស្រាប់តែបានជួបជាមួយនឹង Captain Smoker នៅពេលនោះ Captain Smoker នៅតែប្រើភាសាដដែលនិយាយទៅកាន់ Luffy ថាបើចង់ចូលទៅ Grand Line ត្រូវរំលងគាត់សិនដល់ពេលអញ្ចឹង Luffy អត់មានជម្រើសទេក៏ឲ្យ Sanji ទៅមុនទោះគាត់ទប់ទល់ជាមួយ Captain Smoker តែម្នាក់ឯងត្រឡប់ទៅមើល Nami ហើយនៅ Usopp វិញបន្តិចពេលនេះពួកគេបានឡើងទូកហើយក៏មរិនកំពុងតែសម្រុកបាញ់ទៅកាន់ទូករបស់ពួកគេសំណាងដែរដែលពេលនោះមានអាឡូកធំជួយរុញទូកគេចពីគ្រាប់
បន្ទាប់មកមិនអាចនៅនឹងបានទៀតទេណៃមីក៏បានចេញទុកទៅឲ្យឆ្ងាយបន្តិចដើម្បីកុំឲ្យកងមរៀនបាញ់ពន្លិចហើយនៅពេលនោះផងដែរសានជីក៏បានរត់ទៅដល់តែក៏ត្រូវបានឡោមព័ទ្ធដោយកងមរៀនជាច្រើនឃើញចឹងអ៊ូសបក៏បានលោតចុះទៅក្នុងទឹកដើម្បីជួយបាញ់ការពារសានជីពេលនេះយើងត្រឡប់ទៅមើលការប្រយុទ្ធរវាង Luffy ហើយនិង Captain Smoker វិញតាំងពីដើមមកយើងមិនដែលឃើញ Luffy វាយចាញ់គេទេតែនៅពេលនេះ Luffy បានខំប្រឹងអស់សមត្ថភាពដែរតែមិនអាចធ្វើអី Captain Smoker បានសោះព្រោះពេល Luffy វាយត្រូវ Captain Smoker ដោយវាយត្រូវផ្សែងអញ្ចឹងនៅពេលនោះ Captain Smoker បានចាប់ Luffy សង្កត់ក្បាលជាប់កាត់មុខទៅដីហើយនៅពេលដែលគាត់រៀបចំដកដៃចាត់ការ Luffy ចោលស្រាប់តែមានបរិយាអាកម្មាម្នាក់មកចាប់ដៃគាត់ជាប់បន្តមកទៀតក្នុងពេលជាមួយគ្នាស្រាប់តែមានខ្យល់ព្យុះយ៉ាងធំបក់បោកចូលទៅក្នុងទីក្រុងបណ្ដាឲ្យប៉ាងចាត់ខ្ចាយទាំងមនុស្សទាំងអីវ៉ាន់ហើយក្នុងចំណោមនោះក្រុមរបស់ Baki ក៏បានរួចខ្លួនផងដែរពេលព្យុះស្ងប់ទៅវិញចៃដន្យទៀតហើយក្រុមរបស់ Luffy ត្រូវបានខ្យល់បក់ទៅជុំគ្នាពេលនោះ Nami បានចេញទូកទៅឆ្ងាយគួរសមហើយដើម្បីអាចឡើងទូកបាន Luffy បានប្រើខ្លួនឯងយិតជាជំពាមចាប់គ្នារបស់គាត់ទាំងអស់ហោះឡើងទៅលើទូកបន្ទាប់ពីក្រុមរបស់ Luffy ចេញទៅបាត់ Captain Smoker បានហៅបរិយាអាកម្មាម្នាក់ដែលជួយ Luffy នឹងថា Dragon ឈ្មោះពេញរបស់គាត់គឺ Monkey D Dragon ដែលជាប៉ាបង្កើតរបស់ Luffy តាំងពីកើតមក Luffy អត់ដែលដឹងថាប៉ាគាត់ជានរណាទេព្រោះពីតូចមកក៏នៅតែជាមួយលោកតារបស់គាត់ប៉ុន្មានថ្ងៃក្រោយមកក្រុមរបស់ Luffy បានធ្វើដំណើរទៅដល់ Reverse Mountain ដែលជាច្រកចូលទៅកាន់ Grand Line នៅទីនោះពួកគេបានឃើញភ្នំមួយយ៉ាងខ្ពស់កប់ពពកហើយទឹកនៅតំបន់នោះមានចរន្តខ្លាំងណាស់អាចរុញទូករបស់ពួកគេឡើងទៅលើភ្នំបានបន្ទាប់ពីឡើងដល់កំពូលហើយទូករបស់ពួកគេត្រូវចុះទៅវិញដើម្បីចូលតំបន់ Grand Line ពេលចុះទៅជិតដល់ក្រោមពួកគេបានឃើញត្រីបលែនយ៉ាងធំមួយនៅចំពីមុខពួកគេហើយបន្តិចក្រោយមកស្រាប់តែត្រីបលែននោះបានហាមាត់លេបទូករបស់ពួកគេចូលទៅក្នុងពោះនៅពេលនោះ Luffy តោងអត់យកក៏ធ្លាក់ពីទូករបស់គាត់បែកពីក្រុមទៅតែម្នាក់ឯងចំណែកទូករបស់ពួកគេក៏បានដែលទៅសែតទៅដល់ផ្ទះមួយវាចម្លែកខ្លាំងណាស់ដែលនៅក្នុងពោះរបស់ត្រីបលែននោះមានមនុស្សរស់នៅពេលនោះក៏មានមឹកយក្សមួយបានចេញមកចង់វាយប្រហារទូករបស់ពួកគេតែមឹកនោះត្រូវបានមនុស្សនៅក្នុងផ្ទះបាញ់សម្លាប់ចោលភ្លាមអ្នកដែលបាញ់គឺអ៊ំចាស់ម្នាក់ឈ្មោះ Crocus ដំបូងឡើយអ៊ូសបចង់ប្រើកាភ្លើងធំគម្រាមបាញ់គាត់ដោយសារតែលោកអ៊ំ Crocus មើលទៅដូចកាចពេកហើយលោកអ៊ំ Crocus បាននិយាយលេងបែបកំ pl ែងស្ងួតថាសាកបាញ់មើលគាត់ងាប់ឲ្យមើលនៅពេលនោះលោកអ៊ំ Crocus បានប្រាប់ពួកគេថាមិនបាច់ភ័យទេនៅក្នុងពោះត្រីហ្នឹងមានផ្លូវចេញទៅវិញបន្តិចក្រោយមកស្រាប់តែមានការរំជួយយ៉ាងខ្លាំងដែលវាបណ្ដាលមកពីត្រីបាឡានយកក្បាលរបស់វាទៅជួលជាមួយនឹងច្រាំងនៅពេលនោះលោកអ៊ំ Crocus ក៏បញ្ញាប់ឡើងទៅបន្ទប់មួយដើម្បីជួយចាក់ថ្នាំរងាប់អារម្មណ៍ឲ្យត្រីបាឡានក្នុងពេលជាមួយគ្នាការរំជួយនោះបានធ្វើឲ្យ Luffy ហើយនិងមនុស្ស2នាក់ទៀតធ្លាក់ចូលទៅក្នុងទឹកមិនដឹងថាពួកគាត់ធ្លាក់មកពីណាទេបន្ទាប់ពីស្រង់ពួកគេឡើងមកដល់លើទូកវិញស្រាប់តែមនុស្ស2នាក់នោះបានទាញកំភ្លើងចង់បាញ់សម្លាប់ត្រីបាឡានពីខាងក្នុងតែលោកអ៊ំ Crocus បានលោតយកខ្លួនទៅរងពេលឃើញចឹង Luffy មានអារម្មណ៍ថា2នាក់ហ្នឹងជាមនុស្សអាក្រក់ក៏វាយពួកគេឲ្យស្លាប់បន្ទាប់មកលោកអ៊ំ Crocus បានប្រាប់ក្រុមរបស់ Luffy ថា2នាក់នោះម្នាក់ស្រីឈ្មោះ Wednesday ចំណែកម្នាក់ប្រុសឈ្មោះ Mr. Nine ពួកគេចង់សម្លាប់ត្រីបាឡានដើម្បីយកសាច់ទៅចិញ្ចឹមអ្នកភូមិពួកគេដែលយ៉ាងហោចណាស់ក៏បាន2-3ឆ្នាំដែរចំណែកគាត់វិញជាអ្នកការពារត្រីបាឡានមួយនឹងគាត់បានហៅត្រីបាឡែននោះថាឡាប៊ូនលោកអ៊ំ Crocker បាននិយាយពីប្រវត្តិរបស់ត្រីបាឡែននោះថាកាលពីជាង50ឆ្នាំមុនគាត់ធ្វើការមើលថែផ្ទះពន្លឺនៅជិតៗហ្នឹងហើយគាត់បានឃើញចៅសមុទ្រមួយក្រុមមកពីសមុទ្រខាងលិចហើយឡាប៊ូនដែលកាលនោះនៅតូចនៅឡើយក៏បានហែមកតាមទូករបស់ពួកគេផងដែរធម្មតាសត្វត្រីបាឡែនគឺជាសត្វដែលរស់នៅតាមគ្រួសារហើយនឹងវងរបស់វាអញ្ចឹងការដែលវាហែមកតាមក្រុមចៅសមុទ្រហ្នឹងគឺដោយសារតែវាចាត់ទុកក្រុមចៅសមុទ្រហ្នឹងគឺជាគ្រួសាររបស់វាក្រុមចៅសមុទ្រនោះគឺជាក្រុមមនុស្សល្អទេហើយលោកអ៊ំ Crocker ក៏បានរាប់អានជាមួយពួកគេផងដែរថ្ងៃមួយនៅពេលដែលពួកគេរៀបចំចេញទូទៅតំបន់ Grand Line មេក្រុមចៅសមុទ្រនោះក៏បានពឹងឲ្យលោកអ៊ំ Crocker ជួយមើលថែឡាប៊ូនរយៈពេល 2-3 ឆ្នាំដោយសន្យាថាគាត់នឹងត្រឡប់មកវិញប៉ុន្តែឡាប៊ូនចាំពួកគេរយៈពេល50ឆ្នាំហើយអត់ឃើញពួកគេមកវិញសោះបន្ទាប់មកនៅពេលដែលពួកគេបរទូចេញពីក្នុងពោះរបស់ត្រីបាឡែនមកវិញលោកអ៊ំ Crocker បាននិយាយទៀតថាគាត់ឮថាក្រុមចៅសមុទ្រអស់នោះបែកបាក់គ្នាអស់ហើយអត់វិលត្រឡប់មករកឡាប៊ូនវិញទេគាត់ធ្លាប់និយាយរឿងហ្នឹងប្រាប់ឡាប៊ូនតាមពីយូរហើយដែរតែឡាប៊ូនទទួលយកអត់បានអញ្ចឹងហើយទៅពេលវា stress ម្ដងវាយកក្បាលទៅជួលជាមួយនឹងច្រាំងដោយសារតែវាគិតថាអាច្រាំងហ្នឹងគឺជារបាំងខាត់ខាំងក្រុមចៅសមុទ្រមិនឲ្យវិលត្រឡប់មកជួបវានៅពេលនោះ Luffy មិនដឹងគិតអីទេក៏ទៅវាយប្រហារឡាប៊ូនធ្វើឲ្យវាខឹងហើយវាយបកមកវិញការប្រយុទ្ធនៅពេលហ្នឹង Luffy បានប្រាប់ឡាប៊ូនថាពួកគេស្មើគ្នាហើយពេលនេះគាត់ត្រូវទៅធ្វើការនៅតំបន់ Grand Line សិនពេលគាត់ត្រឡប់មកវិញពួកគេនៅប្រយុទ្ធគ្នាម្ដងទៀតឲ្យដឹងឈ្នះដឹងចាញ់ហើយដើម្បីជាការសន្យា Luffy បានគូ logo របស់គាត់នៅលើក្បាលរបស់ឡាប៊ូនគាត់ប្រាប់ឡាប៊ូនថាកុំយកក្បាលទៅចូលជាមួយច្រាំងទៀតប្រយ័ត្នអត់លុប logo របស់គាត់និយាយពី Wednesday ហើយនិង Mr. Nine ពេលដែលក្រុមរបស់ Luffy កំពុងតែរវល់ជាមួយឡាប៊ូនពួកគេបានលួចរត់ប៉ុន្តែនៅពេលនោះ Mr. Nine បានធ្វើជ្រុះបាត់របស់សំខាន់មួយដែលគេហៅថា Lock Post ឧបករណ៍ហ្នឹងគាត់បានជ្រុះនៅលើទូកហើយ Luffy ជាអ្នករើបានបន្ទាប់មកស្រាប់តែគេលឺ Nami បានសែក Lola ដោយសារតែត្រីវិស័យរបស់នាងវិលខ្ញាល់មើលទៅដល់លែងដឹងនៅពេលនោះលោកអ៊ំ Crocker បានប្រាប់នាងថាត្រីវិស័យរបស់នាងអត់ខូចទេគ្រាន់តែវាប្រើនៅក្នុងតំបន់ Grand Line ហ្នឹងអត់បានគាត់ប្រាប់ថានៅក្នុងតំបន់ Grand Line ហ្នឹងកោះនីមួយៗមានដែនម៉ាញេទិករៀងៗខ្លួនដូចមេដែកអញ្ចឹងដើម្បីធ្វើដំណើរពីកោះមួយទៅកោះមួយបានពួកគេត្រូវការឧបករណ៍ម្យ៉ាងដែលគេហៅថា Lock Post ចៃដន្យមុនហ្នឹង Luffy រើបាន Lock Post មួយហើយគាត់បានប្រគល់ឲ្យ Nami នៅពេលដែលពួកគេកំពុងតែរវល់និយាយគ្នានោះ Luffy គិតតែញ៉ាំត្រីដំរីដែលសានជីចំអិនរួចហើយលោកអ៊ំ Crocker បានបន្តទៀតថានៅក្នុងតំបន់ Grand Line ហ្នឹងចំណុចចាប់ផ្ដើមវាមានច្រើនប៉ុន្តែគោលដៅចុងក្រោយរបស់ពួកគេគឺកោះមួយឈ្មោះ Raftel ហើយក្រៅពីស្ដេចចៅសមុទ្រ Goroch មិនទាន់មានក្រុមចៅសមុទ្រផ្សេងណាទៅដល់កោះនោះទេព
ពេលដែលលោកអ៊ំក្រខិននិយាយចប់ភ្លាម Luffy បានញ៉ាំត្រីដំរីអស់លេងអត់មានទុកឲ្យនរណាញ៉ាំទេព្រោះវាឆ្ងាញ់ពេកពេលនោះសានជីខឹងជាមួយ Luffy ណាក៏ទាត់ Luffy មួយជើងប៉ានទៅបុកឡុក post របស់ Nami បែកខ្ទេចដល់ទៅពេល Nami ខឹងវិញនាងបានទាត់ទាំង Luffy ហើយនិងសានជីធ្លាក់ចូលទឹកទាំងអស់គ្នាលោកអ៊ំក្រខិនប្រាប់ Nami ថាមិនបាច់ព្រួយបារម្ភទេគាត់នឹងឲ្យ lock post របស់គាត់ទៅនាងបន្ទាប់មកឡាប៊ូនបានជួយពួកគេឲ្យឡើងពីទឹកមកវិញដោយទាំង Wednesday ហើយនិង Mr. 9 ផងដែរនៅពេលនោះ Wednesday ហើយនិង Mr. 9 បានសុំបបក្រុមរបស់ Luffy ជួយជូនពួកគេទៅផ្ទះវិញដែលមានទីតាំងនៅទីក្រុងមួយឈ្មោះ Whiskey Peak ហើយលោកអ៊ំក្រខិនក៏បានហាមក្រុមរបស់ Luffy ថាកុំជឿពីរនាក់នឹងអីព្រោះពីរនាក់នឹងល្បិចច្រើនណាស់ប៉ុន្តែនៅពេលនោះ Luffy អត់បានគិតអីច្រើនទេក៏ព្រមជួយពួកគេអញ្ចឹងគោលដៅបន្តទៀតគឺទីក្រុង Whiskey Peak នៅក្នុងតំបន់ Grand Line សម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment ម្នាក់មួយផងព្រមជាមួយគ្នាសូមកុំភ្លេចសម្រាប់អ្នកដែលមិនទាន់បាន subscribe channel មនោចរណៃទេក៏សូមជួយ subscribe ម្នាក់មួយហើយជួយចុចរូបកណ្ដឹងនិងរើសយក all ផងសូមអរគុណម្ដងទៀតនិងសូមជូនពរសុខភាពល្អអនាគតបបររុងរឿង